កៅអីឈើក្រោមដើមស្វាយវែងចាស់ខ្ញុំអង្គុយមើលក្មេងជួបជុំគ្នាពុទ្ធិរាកំពុងចងក្រណាត់ឲ្យតឹងធ្វើជាឈូងសម្រាប់បោះលេងកំសាន្តដីហុយតិចតិចតាមខ្យល់ជំនោរខែចែកក្លិនធូបភាចេញពីក្នុងព្រះវិហារលោកយាយម្នាក់កំពុងរៀបចំស្លាមលូក្នុងថាសស្ពាន់ចាស់គាត់ញញឹមទាំងមាត់ឡើងក្រហមព្រឿងឃើញចៅស្រីស្លៀកសារងថ្មីប្លែកភ្នែកស្គរវាយតឹងតាមចង្វាក់រាំវង់យើងដើរជាវងជុំវិញដើមពោធិ៍ម្សៅពេញឆ្ពោះសើចសប្បាយក្អាកក្អាយឆ្នាំថ្មីមកដល់ជួបជុំបងប្អូនឈូងហោះកាត់មេឃធ្លាក់ដល់ដៃអ្នកណាត្រូវច្រៀងរាំជួនកាលត្រូវពិន័យមីងសូនយកបន្សៅមកប៉ាតមុខក្មួយប្រុសគាត់សើចខ្លាំងពេករហូតដល់ហៀទឹកភ្នែកពុសុកឈប់ឯបង្គោលសាលាទៀនគាត់ថាជង្គង់គាត់មិនសូវស្រួលទេតែដៃគាត់នៅតែទាំងតាមចង្វាក់ស្គរទឹកកកឈូក្នុងកែវជួររលាយអស់ហើយក្មេងប្រុសម្នាក់រត់ដេញគ្នាមុខសស្ងាយស្គរវាយតឹងតាមចង្វាក់រាំវង់យើងដើរជាវងជុំវិញដើមពោធិ៍ម្សៅពេញឆ្ពោះសើចសប្បាយក្អាកក្អាយឆ្នាំថ្មីមកដល់ជួបជុំបងប្អូនព្រះអាទិត្យលិចបាត់ស្រមោលដើមឈើវែងពន្លឺចង្គៀងចាប់ផ្ដើមភ្លឺតាមរោងសំឡេងសើចនៅតែលឺរំពងពេញភូមិទោះបីជាខ្នងខ្ញុំចាប់ផ្ដើមឈឺបន្តិចស្អែកនេះយើងត្រូវទៅវត្តភ្នំជាមួយគ្នាបន្តប្រពៃណីដែលយើងធ្លាប់ដឹងឮខ្ញុំក្រោកឈររលាស់ធូលីចេញពីខោដើរទៅចូលវងរាំមួយជុំចុងក្រោយមុនពេលយប់ជ្រៅផ្កាយពេញមេឃស្រឡះសំឡេងស្គរថមថយតែនៅជាប់ក្នុងចិត្តឆ្នាំក្រោយជួបគ្នានៅកន្លែងដដែលនេះ